បាទសួស្តីបងប្អូនថ្ងៃនេះថ្ងៃសិលពេញបោថ្ងៃចូលព្រះវស្សារៀបចំប្រភេទស្នៃដែលខ្ញុំគោរពនេះយកមកសែនបន្តិចបាទដើម្បីផ្ញើទៅឲ្យជាងឆ្លាក់បន្តបាទនេះជាប្រភេទស្នែងក្របីឃ្លៀកតៃសាដោយរន្ទះបាញ់បងប្អូនបាទតាមជំនឿចាស់ពីដើមគឺគាត់មានជំនឿណាស់ទៅលើប្រភេទស្នែងឃ្លៀកតៃសាបាទសូម្បីតែស្នែងធម្មតាហ្នឹងក៏គេប្រើដែរតែគេប្រើទៅលើការដុសថ្នាំបាទធ្វើថ្នាំផ្សេងដែលតាមគ្រូដែលគាត់មានចំណេះជំនាញរៀងខ្លួនណាបងប្អូនបាទហើយបើប្រភេទស្នែងក្របីឃ្លៀកតៃសានេះទៀតសោតគឺគេយកទៅឆ្លាក់រូបបាទជាសាងជាពុទ្ធរូបពុទ្ធឈ្នះមារក្តីព្រះកំចាយក្តីស្រីវៃសវ័នក្តីដើម្បីយកមកពាក់ឲ្យជាប់ខ្លួនហ្នឹងហើយសុំសេចក្តីសុខដើម្បីបជានៅពពួកអមនុស្សបាទពពួកអមនុស្សហើយបើប្រភេទស្នែងឃ្លៀកនឹងបកធ្លុះទៅទៀតគឺការពារដល់ពពួកមុនខ្មៅបាទប្រសាបនៅអំពើបាទការពារនៅពពួកអមនុស្សហើយក៏ប្រើខាងស្នែងមហានិយមផងដែរបាទហើយនេះជាប្រភេទស្នែងក្របីខ្មៅជាទូទៅស្នែងក្របីខ្មៅគេមិនសូវជាប្រើប្រមាណទេតែបើប្រភេទស្នែងក្របីខ្មៅដែលបកធ្លុះក្តីឬក៏ប្រភេទស្នែងក្របីដែលមានលក្ខណៈពិសេសដូចជាប្រភេទស្នែងឆ្នុកនាលអាហ្នឹងក៏គេប្រើដែរអញ្ចឹងណាបងប្អូនបាទប្រភេទស្នែងឆ្នុកនាលនេះគេមិនសំដៅទៅលើកន្លែងបកធ្លុះដូចបែបនេះទេគឺគេសម្គាល់ទៅលើសត្វក្របីដែលនៅរស់ដែលមានក្រយ៉ាវឬក៏មានដុំពកនៅគូតអញ្ចឹងណាបងប្អូនបាទហើយប្រភេទស្នែងហ្នឹងគឺយើងប្រើហាងស្នែហើយនឹងការសម្បូរលៀបសម្បូរទ្របហ្នឹងទៅបាទអញ្ចឹងបងប្អូនខ្លះគាត់ឮតែសម្បូរលៀបសម្បូរទ្របគាត់ចង់បានណាតែគាត់ភ្លេចខាងការពារដែលខ្លាំងគឺប្រភេទស្នែងក្របីខ្មៅបកធ្លុះបាទយើងការពារខ្លួនឲ្យជាប់ពីការប៉ុនប៉ងអាក្រក់របស់អ្នកដែលគេស្អប់យើងណានិយាយចំការពារប្រភេទការពារនៅមុនខ្មៅហ្នឹងហើយកាលណាយើងការពារខ្លួនជាប់អញ្ចឹងបងប្អូនរកស៊ីតិចក្តីច្រើនក្តីវានឹងសល់ហើយទោះបីជាមិនមានស្នែងឆ្នុកនាលឬពំសម្បត្តិនេះនៅនឹងខ្លួនក៏បងប្អូនរកសល់ដែរអញ្ចឹងបងប្អូនឲ្យតែបងប្អូនការពារខ្លួនបានពីពពួកមុនខ្មៅហើយអញ្ចឹងណាបាទហើយបើសិនជាបងប្អូនមានរបស់នឹងទៀតវាធ្វើឲ្យបងប្អូនរីកចម្រើនទៅតាមនឹងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនផ្ដោតទៅលើការការពារសិនសំគិតទៅលើរឿងទ្រព្យសម្បត្តិបាទទ្រព្យសម្បត្តិវានៅសល់តាមក្រោយបើសិនជាបងប្អូនការពារនៅពពួកមុនខ្មៅពីការបៀតបៀនពីអ្នកដែលស្អប់យើងសិនអញ្ចឹងណាបងប្អូនបាទហើយនេះជាប្រភេទស្នែងឃ្លៀកដោះសាច់នឹងពួនបាទឃ្លៀកដោះនឹងពួននេះគឺជាប្រភេទស្នែងដែលកម្រប្រភេទដែលដោះនឹងពួននេះគឺប្រើខាងស្នែប្រើខាងតិចតិជុំហើយសម្បូរលៀបសម្បូរទ្របរបស់ដែលដោះនឹងពួនដូចជាភ្លុកក្តីខ្នាយក្តីនាងពួនដើមរស័យក្តីឬក៏នាងពួននៅក្នុងស្នែងនេះក្តីគឺមានបាទការសរសេរចងក្រងនៅក្នុងក្បួនសិភៅរបស់បុព្វបុរសខ្មែរយើងបាទហើយប្រភេទស្នែងដោះនឹងពួននេះយើងប្រើខាងស្នែការរស់ស៊ីឬក៏ប្រើខាងនាំលៀបនាំសំណាងដល់ម្ចាស់អញ្ចឹងណាបងប្អូនបាទហើយនេះជាប្រភេទស្នែងឃ្លៀកបកធ្លុះប្រភេទស្នែងឃ្លៀកបកធ្លុះយើងប្រើបានច្រើនដូចជាប្រើខាងស្នែរស់ស៊ីផងប្រើខាងការពារនៅពពួកមុនខ្មៅផងហើយក៏យើងអាចយកទៅបន្សាបនៅអំពើមុនខ្មៅផងដែរតាមគ្រូគេយកសាច់ស្នែងក្តីគេយកចុងក្តីគេយកទៅដោះពេលដែលដោះហ្នឹងគេមានគាថាគេសូត្របាទគេមានគាថាគេសូត្រដើម្បីបន្សាបនៅអមនុស្សបាទឬក៏គេហៅថាបញ្ចុះនៅពពួកមុនខ្មៅណាបងប្អូនបាទអញ្ចឹងរាល់ចម្លាក់ក្តីស្នែងក្តីពេលដែលខ្ញុំបានមកថ្មុកមុនដំបូងខ្ញុំយកឲ្យលោករំងាប់បាទរំងាប់ហើយបានខ្ញុំកាត់ឆ្លាក់បាទកាត់ឆ្លាក់ហើយបានខ្ញុំយកមកឲ្យលោកធ្វើកិច្ចប្រសិទ្ធិតាមក្រោយបាទអានេះគឺជាក្បួនរបស់ខ្ញុំតាំងពីដើមមកតាំងពីខ្ញុំកាន់ស្នែងមកគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនតាមដានខ្ញុំឲ្យច្បាស់បានដឹងព្រោះចម្លាក់ស្នែងបកធ្លុះនេះបើសិនជាយើងរកស្នែងចំហើយយើងមិនបានធ្វើកិច្ចប្រសិទ្ធិយើងមិនបានដាស់ញៀនទេពេលខ្លះក៏វាប្រើមិនបានដែរអញ្ចឹងណាបងប្អូនតែជាទូទៅចម្លាក់ដែលសាងហើយគឺគេយកទៅប្រសិទ្ធិបាទបងប្អូនដែលឃើញចម្លាក់រូបពុទ្ធរូបនានានៅក្នុងវត្តអារាមទេបាទកាលណាតែគេកសាងហើយគឺគេធ្វើកិច្ចពុទ្ធិពិសេសអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងបើសិនជាយើងសាងហើយយើងយកទៅពាក់ភ្លាមវាមិនត្រូវទេបាទយើងយកទៅប្រសិទ្ធិសិន
ប្រសិទ្ធិបើកញៀនឬក៏អភិសេកអញ្ចឹងណាបាទនេះគឺជាទម្លាប់របស់ខ្ញុំបាទគាត់ថាពេលខ្លះខ្ញុំមិនសូវផុសក្នុង page ខ្ញុំផុសក្នុង TikTok ពូមួយរយៈមុនខ្ញុំផុសក្នុង TikTok ច្រើន2ឆ្នាំមុនណាបងប្អូនទើបតែឆ្នាំនេះទេដែលខ្ញុំផុសក្នុង page បាទអញ្ចឹងរាល់ចម្លាក់ឬក៏ស្នែងដែលខ្ញុំបានខ្ញុំតែងតែបង្ហាញបងប្អូនបានឃើញហើយបានខ្ញុំយកទៅឆ្លាក់តាមក្រោយបាទថ្ងៃនេះថ្ងៃសិលថ្ងៃចូលព្រះវស្សាសូមឲ្យបងប្អូនធ្វើដំណើរទៅផ្លូវចិត្តផ្លូវឆ្ងាយសូមឲ្យសុខសប្បាយទាំងអស់គ្នាបាទសូមអរគុណ